Hai,នេះគឺជាម៉ូដទាំង6ដែលអ្នកទាំងអស់គ្នាអាចយកទៅលេង survival បានចូលមកកាន់ម៉ូដទី1គឺជាម៉ូដដែលមានបដូរកាមេរ៉ាលឿនបែបនេះខ្ញុំឃើញគ្នាយើង comment សុំច្រើនមែនតើចឹងហើយខ្ញុំក៏លើកយកអាម៉ូដនឹងយកមកផងដែរវាមានច្រើនមែនតើមានយើងបដូរ survival បដូរ creative ឲ្យលឿនមែនតើតែមានបញ្ហាមួយអ្នកទាំងអស់គ្នាហាមបំផុតហាមចុចអាកន្លែងភ្នែកនេះម៉ូដទី1បើយើងមានប៉ុណ្្នឹងឯងតោះឥឡូវយើងចូលទៅម៉ូដទី2ទាំងអស់គ្នាម៉ូដទី2នេះគឺស្អាតមែនតើអ្នកទាំងអស់គ្នាអាចមើលបានគឺ RGB តែម្ដងហើយមានដូចតែនឹង PC ចឹងណានៅពេលដែលអ្នកទាំងអស់គ្នាចូល crafting table ក៏វាមាន RGB ឲ្យយើងដែរប៉ុន្តែនៅខាងស្ដាំដៃរបស់យើងគឺស្អាតមែនតើដូចតែនឹងMinecraft Counter ចឹងហើយសំខាន់វាមានភ្លើង RGB ជុំវិញគឺស្អាតមែនតើម៉ូដនេះរាល់ដងអ្នកទាំងអស់គ្នាផ្ទុកអីវ៉ាន់ផ្ទុកមួយចេះមែនបើអ្នកទាំងអស់គ្នាដាក់ម៉ូដនេះអ្នកគ្នាចុចតែកន្លែង pick A នេះមកអ្នកទាំងអស់គ្នានឹងដាក់អីវ៉ាន់គឺលឿនមែនតើគ្រាន់តែយើងចុចទៅវាដាក់អូតូមកម៉ូដនេះគឺអេមម៉ូដទី2បើយើងមានប៉ុណ្ណឹងតោះយើងចូលទៅកាន់ម៉ូដទី3ទាំងអស់គ្នាម៉ូដទី3ក៏អេមដែរយើងអាចមើលឈាមជាមួយនឹងឈាម pick X យើងបានកុំឲ្យនៅពេលដែលយើងម៉ាញវាបាក់ប៉ះ pick X យើងល្អឯងចោលបណ្ដោយម៉ូដនេះគឺឡូយើងអាចមើលឈាម pick X បានម៉ូដទី3បើយើងមានតែប៉ុណ្្នឹងឯងតោះឥឡូវយើងចូលទៅកាន់ម៉ូដទី4ទាំងអស់គ្នាម៉ូដទី4របស់យើងគឺជាម៉ូដ experience RGB ដែលម៉ូដនេះគឺវាតា experience មួយទេដែលមានរូបរាង RGB ស្អាតមែនតើម៉ូដទី4របស់យើងមានប៉ុណ្្នឹងឯងតោះឥឡូវយើងចូលទៅកាន់ម៉ូដទី5ទាំងអស់គ្នាម៉ូដទី5នេះអាចបានថាលយដែរអ្នកទាំងអស់គ្នាអាចមើលបាននៅពេលដែលយើងសម្លឹងមើលប្លុកអីមួយនៅជុំវិញប្លុកហ្នឹងគឺមានជាមួយនឹងស៊ុំពណ៌សម៉ូដទី5របស់យើងមានប៉ុណ្ណឹងតោះយើងចូលទៅកាន់ម៉ូដទី6ជាម៉ូដចុងក្រោយទាំងអស់គ្នាម៉ូដទី6នេះគឺពិសេសមែនតើអ្នកទាំងអស់គ្នាអាចមើលដីស្មៅបានគឺវាមានស្មៅជុំវិញតែម្ដងស្អាតមែនតើចំពោះដីស្មៅនេះគឺស្អាតមែនតើហ្មងណាថ្ងៃហ្នឹងមានម៉ូដតែ6ហ្នឹងឯងសម្រាប់ចែកជូនអ្នកទាំងអស់គ្នាលេង survival សង្ឃឹមថាអ្នកទាំងអស់គ្នាជួយចុចបេះដូងម្នាក់មួយផងវីដេអូមកបើយើងថ្ងៃហ្នឹងមានប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នាបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេច share ម្នាក់មួយផង